បាទជំរាបសួរបងប្អូនអរគ្នាអញ្ចឹងសម្រាប់វីដេអូទី4ខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាអំពីរូបមន្ត Excel ចំនួន4គឺ Sum Average Min ឬក៏ Minimum Maximum ឬក៏ Max ហើយនិង Product អញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញម្ដងមួយហើយនឹងរបៀបប្រើរបស់វាឲ្យបងប្អូនបានស្វែងយល់បាទអញ្ចឹងកលេចមកមើលតារាងរបស់យើងនៅក្នុងនេះយើងមាន number បាទពីលេខ1ដល់លេខ10យើងមាន description ឬក៏ពិពណ៌នាទៅលើប្រូក្រាមនិងសម្ភារៈសំណង់បាទគឺមានຂະຫນាតបាទជាម៉ែត្រគីបគីឡូក្រាមម៉ែត្រការ៉េឬក៏ឡាំសាំបាទយើងមាន quantity អញ្ចឹងនៅក្នុងការពិពណ៌នាទាំងអស់ហ្នឹងវាមានចំនួនប្រមាណគឺបញ្ជាក់ជូននៅក្នុង quantity យើងមានតម្លៃឯកតាបាទនៅក្នុងឯកតានៃ unit ហ្នឹងតើមានតម្លៃប៉ុណ្ណាបាទអញ្ចឹងបន្ទាប់ពីមានប៉ុណ្ណឹងយើងនឹងធ្វើការកណនាបាទរក total cost ឬក៏តម្លៃសរុបអញ្ចឹងដូចនៅក្នុងវីដេអូមុនកាលណាដែលយើងបាទរកតម្លៃសរុបគឺយើងត្រូវការយក quantity គុណជាមួយនឹងតម្លៃឯកតាក្នុងករណីនេះយើងអាចប្រើរូបមន្តបាទគុណយកតែម្ដងគឺស្មើ120គុណប្រើសញ្ញាផ្កាយជាមួយនឹង unit rate 6.5 បាទបន្តមកទៀតនៅក្នុង Excel នៅពេលដែលយើងកណនារូបមន្តបាទចំនួនមួយបែបនេះហើយយើងអាចធ្វើការទាញចុះក្រោមអញ្ចឹងតម្លៃនៅខាងក្រោមនេះវានឹងចាប់យករូបមន្ត follow ទៅតាមទីតាំងលេខ1នេះបាទហើយលើពីហ្នឹងគឺយើងអាចធ្វើការចងរូបមន្តបានដែរអានេះបានថាយើងគុណជាលក្ខណៈកាសូធម្មតាទេប៉ុន្តែបើបងប្អូនចង់ចងរូបមន្តបងប្អូនអាចចងរូបមន្ត product បានបាទព្រោះវាមានន័យដូចជាមួយនឹងការគុណបែបនេះដែរអញ្ចឹងការសរសេររូបមន្តយើងសរសេរដូចគ្នាយើងប្រើសញ្ញាស្មើដំបូងបាទស្មើ product បាទអញ្ចឹង product គឺយើងយក number លេខ1បូកគុណជាមួយនឹង number លេខ2បាទយើងអាចអុសច្រើន cell ក៏បានដែរប៉ុន្តែក្នុងករណីនេះខ្ញុំបាទកណនាតែ2 cell នេះទេគឺយក quantity គុណជាមួយនឹង unit rate តោះយើងបិទមុខកញ្ចក់វិញចុច enter បាទវាមានតម្លៃដូចគ្នាទេអញ្ចឹងមានថារូបមន្ត product ហើយនឹងការគុណបែបនេះវាដូចគ្នាទេគ្រាន់តែនៅក្នុងរូបមន្ត product យើងអាចធ្វើការបាទ adjust ទាញ rank របស់វាហ្នឹងយើងអាចគុណពលាតទៅនឹងបន្ថែមទៀតប៉ុន្តែអត្ថន័យតែមួយទេព្រោះបើសិនជាក្នុងករណីនេះក៏យើងអាចធ្វើការបានដូចគ្នាដែរប៉ុន្តែយើងអាចប្រើសញ្ញាគុណច្រើនតង់អញ្ចឹងណាបាទគុណបណ្ដាក់គ្នាអញ្ចឹងនេះអុសចុះក្រោមដែរទៅគឺវាជាប់រូបមន្តដូចខាងលើដែរឥឡូវយើងចូលរូបមន្ត sum អញ្ចឹងរូបមន្ត sum គឺការបូកបណ្ដាក់គ្នាមានន័យថាបើសិនជាយើងចង់រកតម្លៃសរុបនៃបាទសម្ភារៈនិងជលពលកម្មខាងលើនេះគឺយើងត្រូវយក total cost នៃ cell មួយនេះបូកចូលគ្នាអញ្ចឹងបើសិនជាយើងប្រើសញ្ញាបូកគឺយើងបូកជិត10ដងបាទយើងបូក9ដងអញ្ចឹងយើងក៏អាចធ្វើបែបហ្នឹងបានដែរយើងប្រើសញ្ញាបូកបាទស្មើបាទបូកតគ្នាបែបហ្នឹងមកប៉ុន្តែនេះតែ10 cell ណាបងប្អូនបើសិនជាក្នុងករណី100 cell ឯងបងប្អូនទៅអញ្ចឹងឈ្មោះទៅហើយបាទអញ្ចឹងនេះបូកបណ្ដាក់គ្នាហើយវាអាចបើសិនជាក្នុងករណី cell ច្រើនហ្នឹងវាអាចនឹងពិបាកអញ្ចឹងបងប្អូនអញ្ចឹងហើយបានជាយើងកាត់សម្រួលមកត្រឹមប្រើរូបមន្ត sum អញ្ចឹងបងប្អូនអាចបាទប្រើសញ្ញាស្មើហើយសរសេរបាទ AUM sum បាទបើមកកញ្ចក់ហើយយើង rank ទៅលើ cell ដែលយើងចង់បូកបិទដល់វិញហើយត្រូវអញ្ចឹងតម្លៃពីរហ្នឹងគឺវាដូចគ្នាទេការដែលប្រើរូបមន្តមួយនេះហើយនឹងរូបមន្តបែបនេះគឺវាមានអត្ថន័យដូចគ្នាឥឡូវយើងចូលមកដល់ average អញ្ចឹងបើខ្ញុំចង់ដឹងថាតើតម្លៃមធ្យមនៃបាទនៅលើ total cost ហ្នឹងតើមានតម្លៃស្មើប៉ុណ្ណាអញ្ចឹងបងប្អូនដឹងថាការដែលកណនារតម្លៃមធ្យមគឺយើងយកតម្លៃសរុបបាទនៃបាទ total cost ហើយយើងយកទៅចែកចំនួននៃបាទនៃ cell អញ្ចឹងមានន័យថាបើសិនជាក្នុងករណីយើងចង់រក average គឺយើងស្មើនេះបាទស្មើ total cost ទាំងអស់នេះបាទយកទៅចែកនឹងចំនួនអញ្ចឹងចំនួនរបស់យើងគឺ10បាទឃើញ 1092.85 ចុះបើយើងប្រើរូបមន្ត average បាទអញ្ចឹងវាមានអត្ថន័យដូចគ្នាបាទ average ហើយយើង rank ទៅលើ cell ដែលយើងចង់បាទកណនាអញ្ចឹងវាដូចតែគ្នាទេបងប្អូនអញ្ចឹងមានថាតម្លៃបែបនេះបាទហើយនឹងប្រើរូបមន្ត average គឺដូចគ្នាឥឡូវយើងចូលដល់រូបមន្តមួយទៀតគឺ minimum បាទអញ្ចឹង minimum បើសិនជាក្នុងករណីយើងចង់ស្វែងរកបាទតម្លៃណាតូចជាងគេអាហ្នឹងយើងត្រូវផ្ទៀងបាទផ្ទៀងចុះផ្ទៀងឡើងអញ្ចឹងដូចជាមិនជាស្រួលប្រហែលទេអញ្ចឹងក្នុងករណីហ្នឹង recommend ឲ្យបងប្អូនប្រើរូបមន្តអញ្ចឹងស្មើ min បាទហើយយើង rank ទៅលើ cell ដែលយើងចង់ស្វែងរកតម្លៃតូចជាងគេបំផុតហ្នឹងចុច enter មកអ
chẳng đồng lại tôi chừng cái này bà xe thằng ấy cứ 456 haiបើសិនជាយើងចង់រកតម្លៃធំបំផុតគឺយើងប្រើរូបមន្តឆ្លាស់ពីមីនគឺម៉ាកបាទយើងប្រើសញ្ញាស្មើមកម៉ាកនៃបាទនៃ rank cell ដែលយើងចង់ស្វែងរកបាទអញ្ចឹងសម្រាប់វីដេអូទី4នេះបងប្អូនរៀនបានចំនួន5រូបមន្តគឺរូបមន្តសាំបាទបូកបណ្ដាក់គ្នា average បាទកំណត់តម្លៃមធ្យម min គឺកំណត់តម្លៃអបបរមាឬក៏ minimum max គឺតម្លៃ maximum ឬក៏អបបរមាតម្លៃតូចបំផុតសំទោសតម្លៃធំបំផុតអានេះអបបរមាអានេះអតិបរមាបាទតូចបំផុតធំបំផុតហើយចុងក្រោយរូបមន្ត product គឺគុណបណ្ដាក់គ្នាបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយយើងនឹងស្វែងយល់នៅរូបមន្តបាទជាច្រើនទៀតនៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ